នៅតង់ទី1 Chelsea ក្រុមការគ្រប់គ្រងរបស់ Enzo Maresca បានគ្របដណ្ដប់ពេញដោយគ្រប់គ្រងបាល់ច្រើនតាមរយៈការលេង build up ក្រុមទម្រង់3-2-5 ដែលឃើញថា Reece James ជាខ្សែការពារស្ដាំតែងផ្លាស់ប្ដូរចូលទៅ overload នៅតំបន់កណ្ដាលកាត់ផ្ដាច់នៅចង្វាក់ខ្សែបម្រើ pivot ពីររបស់ខាង Villa ហើយជាលទ្ធផល Villa ពិតជាពិបាកនៅតង់ទី1ដោយគ្មានឱកាសសូម្បីម្ដងក្នុងការទាត់ទីតែជាសំណាងដែលគេផ្លាត់គ្រាប់ធំតែមួយគ្រាប់ទៅឲ្យ Chelsea នៅចប់វគ្គទី1ការកែរបៀបលេងរបស់ Emery នៅនាទីទី59ពិតជាបានផ្លាស់ប្ដូរហ្គេមទាំងស្រុងដោយការផ្លាស់ប្ដូរទម្រង់ពី 4-2-3-1 ហើយប្ដូរតំណែងការឈរមួយចំនួនដើម្បីប្រវាយប្រព័ន្ធ man marking របស់ខាង Chelsea បន្តមកយើងឃើញថាមានការបញ្ជូន Watkins ឲ្យទៅឈរជាប្រយុទ្ធកណ្ដាលហើយ Reece Sancho និង Morgan Rogers ទៅឈរនៅស្លាបឆ្វេងស្ដាំហើយទាញ Yuri Tielemans ឲ្យមកលេងជាតំណែងលេខ10ជាការបន្ថែមចំនួនមនុស្សទៅតំបន់កណ្ដាលដើម្បីជាជំនួយក្នុងការឆ្លងកាត់ប្រព័ន្ធ marking របស់ Chelsea ការបំរែបំរួលតាក់ទិចលើកហ្នឹងបានបង្ខំឲ្យ Chelsea ត្រូវទម្លាក់មកទាបជាងមុនដែលជាការបង្កើតនៅ space សម្រាប់ខ្សែបម្រើ Villa បានច្រើនជាងមុនទាំង Morgan Rogers និងអ្នកផ្សេងទៀតរួមគ្នាបំលាស់ទីបំបែកនៅប្រព័ន្ធរបស់ Chelsea យ៉ាងមានប្រសិទ្ធភាពម្លាស់ប្ដូរលើកហ្នឹងដែលនាំទៅដល់ខបាល់របស់ Villa តាមរយៈការហត់ពីក្រោយខ្នងរបស់ Watkins ធ្វើឲ្យតំណែងរបស់ខ្សែការពារ Chelsea នៅលើទីលានត្រូវបានកាត់ផ្ដាច់ពិសេសនៅលើគ្រាប់ទី2ដែលពេលហ្នឹង Watkins អត់មានណាមកគាត់សោះហើយបំរែបំរួលតាក់ទិចកំឡុងពេលប្រកួតអីអស់ហ្នឹងត្រូវផ្ដល់ credit ទៅកាន់ Unai Emery ធំ